បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនអស់គ្នាបាទនេះគឺជាកម្មភាពខ្ញុំការដោះដូរខ្សែពៀនប៉ុងបងប្អូនបាទឬក៏ហៅថាខ្សែពៀនអុសហ្នឹងព្រោះដាច់ហ្នឹងគឺអុសអត់រួចទេវាអត់មានអីទាញជាមួយនឹងប៉ុងឆេះតែម៉ាស៊ីនគឺអត់ទៅមុខទេហើយខ្សែពៀននេះគឺថ្លៃដែរពុកម៉ែបងប្អូនគឺគូការខ្ញុំទិញនោះ 310000 ខ្សែពៀនកម្មហើយគឺយើងពិបាកដោះដូរបន្តិចគឺវាក្តៅហើយកន្លែងយើងក៏មានទឹកមានអីចឹងទៅក្នុងស្រែយើងដាច់ក្នុងស្រែយើងអត់បានទាញលក្ខណៈស្រួលបួទេក្តៅផងអីផងពិបាកដោះវាចង្អៀតផងហើយខាងក្រោមក៏ទឹកក៏ផុកដាច់តែម្ដងហើយច្រូតទើបតែបាន2ជុំទេគឺយើងធ្វើការដោះដូរដោយសារតែវាដាច់ហើយនៅសល់មួយជំហានប៉ុន្តែមួយជំហានហ្នឹងវាចិត្តដាច់ដែរអញ្ចឹងមានតែដូរថ្មីតែម្ដងព្រោះយើងទិញមកស្គូដែរយើងដឹងតម្រុយមុនថាវាចិត្តដាច់ព្រមតែយើងប្រើសិនទៅនេះគឺយកជើងឡើងលើភ្លឺមកបន្តិចទៅឲ្យវាឡើងខ្ពស់បន្តិចស្នុកយើងអោនសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់បាទនេះគឺជា Channel ផ្លូវការរបស់ខ្ញុំបាទដែលខ្ញុំផុសអំពីសកម្មភាព Tractor ឬក៏ដូចជាម៉ាស៊ីនច្រូតស្រូវបាទនេះគឺជាសកម្មភាពច្រូតស្រូវរបស់ Tractor ម៉ាស៊ីនច្រូត Kubota DC 105X ស្រូវដួលបងប្អូនស្រូវដួលហើយផ្លែខ្លាំងណាស់ធម្មតានេះមើលគូវៗស្រូវខ្ពស់អានេះស្រូវនៅស្រុកខ្ញុំគេហៅស្រូវកសាទៀបបានលឿនទេច្រូតយឺតណាមួយទឹករៀងច្រើនដែរហើយស្រូវក៏ដួលក្រាស់វែងទៀតម្យ៉ាងវិញមួយទៀតនោះគឺម៉ាស៊ីនយើងកែច្រូតយកមកច្រូតទាំងរងមេឃនេះដូចចង់មកទេហើយលៀងខ្លាំងទៀតត្រូវចាំទៅនេះលេចទឹកបដាបដា
សាមសិនយើងគឺអត់បានកែ